ឯកឧត្តមជាវុធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានថ្លែងថាការកើនឡើងនៅឧស្សាហូបនីយកម្មក៏ដូចជាការរីកដុះដាលនៃវិស័យអចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបានធ្វើឲ្យការប្រើប្រាស់ឧបករណ៍ពិសេសដូចជាឡចំហាយធុងសម្ពាធជណ្ដើរយន្តគ្រឿងចក្រលើកទម្ងន់ធ្ងន់ជាដើមមានការកើនឡើងយ៉ាងគំហុកក្នុងបរិការនេះការត្រួតពិនិត្យនិងធ្វើតេស្តឧបករណ៍ពិសេសនេះឲ្យបានទៀងទាត់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាពិសេសក្នុងការការពារអាយុជីវិតរបស់បងប្អូនដែលប្រើប្រាស់ឧបករណ៍ទាំងនោះជាប្រចាំឯកឧត្តមបានចាត់ទុកថាមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះជាសមិទ្ធផលថ្មីមួយរបស់កម្ពុជាដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្មអចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់គឺស្របតាមស្តង់ដារអន្តរជាតិនិងមានសុវត្ថិភាពខ្ពស់ឯកឧត្តមជាវុធីបានថ្លែងបែបនេះក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យពិសេសតេសុនស៊ីប៉ៃជាងស៊ីយ៉ានជឿយ័នរបស់ក្រុមហ៊ុន Li Fu Group នាព្រឹកថ្ងៃទី31ខែមិនិនាឆ្នាំ2025នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញឆ្លៀតក្នុងឱកាសនោះឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Li Fu Group ដែលបានបណ្ដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនៅកម្ពុជាដែលនេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសុវត្ថិភាពនិងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ឧបករណ៍ទាំងនោះជាប្រចាំឯកឧត្តមបានស្នើឲ្យក្រុមហ៊ុនបន្ថែមលើការនាំយកនៅបច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជាការបណ្ដុះបណ្ដាលនិងបំពាក់បំពន់ជំនាញបច្ចេកទេសដល់និយោជិតខ្មែរព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជាផងដែរកម្ពុជានិងក្រុមហ៊ុន Li Fu Group មានអនាគតរួមគ្នាពោលគឺនៅពេលដែលកម្ពុជារីកចម្រើនក្រុមហ៊ុនក៏ទទួលបានជោគជ័យនិងប្រាក់ចំណេញកាន់តែខ្ពស់លោកហឺជីងវៃប្រធានមជ្ឈមណ្ឌលតេសុនស៊ីប៉ៃជាងស៊ីយ៉ានជឿយ័នរបស់ក្រុមហ៊ុន Li Fu Group បានអះអាងថាមជ្ឈមណ្ឌលនឹងប្រកាន់ខ្ជាប់ជានិច្ចនៅបេសកកម្មការពារសុវត្ថិភាពឧស្សាហកម្មជាតិការពារបរិស្ថាននិងធានាបានភាពត្រឹមត្រូវនៃការវាស់វែងដោយប្រកាន់ខ្ជាប់នៅគោលការណ៍គុណភាពវិទ្យាសាស្ត្រយុត្តិធម៌ភាពជាក់លាក់និងប្រសិទ្ធភាពក្នុងការងារលោកលើកយកប្រសាសន៍ប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោហ៊ុនសែនក្នុងសៀវភៅអភិវឌ្ឍឧស្សាហកម្មឆ្នាំ2025ដែលមានខ្លឹមសារថាការអភិវឌ្ឍគុណភាពដោយគ្មានសុវត្ថិភាពប្រៀបដូចជាអគារខ្ពស់ដែលគ្មានគ្រឹះចូលយើងចាប់ផ្ដើមពីមូលដ្ឋានដ៏រឹងមាំនៅថ្ងៃនេះដើម្បីសម្រេចបាននូវភាពរុងរឿងនៃឧស្សាហកម្មកម្ពុជានៅថ្ងៃស្អែក